នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់អត់ខុសគ្នាប្រហែលហើយក៏មិនដូចគ្នាប្រហែលដែរប៉ុន្តែដំណើរនៃសេចក្តីស្លាប់គឺមានដូចគ្នាគ្រាន់តែមុននឹងក្រោយអញ្ចឹងប៉ុន្តែបើចំពោះការងារឬក៏ចក្ខុវិស័យផ្សេងៗទៀតយើងអាចខុសគ្នាតិចតួចទៅទៅនឹងសុខភាពពេលវេលាផ្សេងផងដែរដូច្នេះសង្ឃឹមយ៉ាងមុតមមថាយើងស៊ូទ្រាំជាមួយគ្នាហើយជាមួយធម្មជាតិនៃជីវិតនឹងទៅដោយរហូតតទៅអញ្ចឹងដូចថាបើសិនជាអត់បានបួសរៀនអត់បានបួសទេហើយក៏មិនដឹងថាជីវិតទៅជាយ៉ាងណាដែរនិយាយទៅយើងបានបន់នៃការបួសបានបន់នៃការស្នាក់នៅក្រោមមលុបនៃព្រះពុទ្ធសាសនាវត្តអារាមជាពិសេសគឺដោយញាតិញោមក៏ជាអ្នកមានសទ្ធាដ៏មុតមមចំពោះពុទ្ធសាសនាអញ្ចឹងបានអាត្មាអាចមានឱកាសនៅក្នុងការសិក្សារៀនសូត្របានព្រោះនិយាយទៅបើអាត្មាបានបួសទេមិននឹងធ្វើឲ្យដែរព្រោះពីមុនមកគឺមកស៊ីឈ្នួលលីជែកលីដលងគេផុសកង់ផុសអីពេញតែស្រុកពេញតែភូមិជីវិតពីក្មេងមកយើងទទួលអតិពលគឺមិនសូវបានល្អដូចក្មេងមកគិតថាខ្លួនឯងមកដល់បច្ចុប្បន្ននេះមកកលេចមើលទៅក្រោយវិញមានអារម្មណ៍ថាខ្លួនឯងខុសប្លែកឆ្ងាយពីមុនមកក្មេងមិនដើរអត់ស្គាល់បាយអត់ស្គាល់ទឹកដើរចូលលេងអត់ប្រយោជន៍ច្រើនមែនទែនមួយថ្ងៃដើរទៅល្ងាចអត់ដឹងបាយទឹកនៅណាក្រោយមួយរយៈទៅយើងក៏ទៅធ្វើការស៊ីឈ្នួលពេលទៅក៏លែងដើរលែងអីទៅពេលដែលនៅអាយុក្រោម12 13ឆ្នាំនៅពេញដើរចូលដល់14 15អីហ្នឹងអាត្មាពេញធ្វើការ2ឆ្នាំអាត្មា2ឆ្នាំធ្វើការជាប់ដែលធ្វើការចាប់ដើមធ្វើការជាប់បំផុតគឺ2ឆ្នាំក្នុងវ័យ12 13 14នេះជាក្នុងវ័យចន្លោះ3វ័យហ្នឹងគឺអាត្មាដឹងតែខ្លួនឯងធ្វើការពេញ2ឆ្នាំគឺធ្វើការជាអ្នកកម្មករស៊ីឈ្នួលគឺ2ឆ្នាំយើងមានយកជើងដលងជើងសដែកច្រូតស្រូវលីកតាប់លីពោតលីចេកលីតឡាចលីលពៅឡឹកផ្សេងបាញ់ថ្នាំលេខជ័យយើងទទួលបានអានឹងរយៈពេល2ឆ្នាំហ្មងគឺយើងធ្វើស៊ុបរហូតមកដល់ក្នុងឆ្នាំ2010បើអាត្មាចាំវាជា14 15នេះអាត្មាចាប់ផ្ដើមឈប់ធ្វើរត់មកបួសដោយសារលោកវត្តខ្វះលោកក៏បួសទៅអញ្ចឹងនេះជាបទពិសោធន៍មួយដែលធ្លាប់ឆ្លងកាត់កន្លងមកនៅក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនដែរកាលហ្នឹងយើងមានអារម្មណ៍ថាកាលហ្នឹងអាត្មាអត់ដឹងតែខ្លួនឯងមិនដែរចេះតែបួលរហូតដល់សពថ្ងៃហ្នឹងទៅចាំមើលមានឱកាសលើកក្រោយទៀតអាត្មាចែកទៅជា concept នៃការរចនាឲ្យបានច្រើនទៅកាន់បងទាំងអស់គ្នាឲ្យបានរៀនចាំជួបគ្នាវីដេអូក្រោយៗ